នេះគឺជាសកម្មភាពក្រុមការងាររបស់លោកពូហ៊ុតលៀងធ្វើការដឹកកូនគោយកមកដាក់នៅក្រោលខាងនេះអញ្ចឹងសម្រាប់កូនគោនេះគឺលោកពូហ៊ុតលៀងគឺគាត់បំបែកដើម្បីយកមកដាក់នៅក្រោលមួយទៀតព្រោះកាលណាដាក់លាយចូលគ្នាគឺម៉ួយរបស់គាត់មកដល់គឺគាត់ចាប់យកតែគោដែលគាត់ប្រកាសដែលល្អបានអញ្ចឹងក៏គាត់ឲ្យក្រុមការងាររបស់គាត់ជាពិសេសបងប្រុសដែលជាម៉ួយប្រចាំក្នុងការដឹកគោរបស់លោកពូលៀងជួយដឹកគោយកមកបំបែកដាក់ក្រោលមួយទៀតបាទហើយសម្រាប់គោនេះគឺជាប្រភេទគោកាត់5ម៉ាន់បាទដូចថាមេទលេហើយបា5ម៉ាន់ដើម្បីយកមកដាក់នៅក្នុងក្រោលមួយទៀតហើយលោកពូហ៊ុតលៀងគឺគាត់នៅឈរខាងនោះវិញបាទប្រចាំចាក់ថ្នាំបានពេលដែលដឹកគូចូលនៅក្នុងក្រោលហើយគាត់នឹងចាក់ថ្នាំទម្លាក់សត្វល្អិតបាទនេះគឺលោកពូហ៊ុតលៀងគឺគាត់ឃើញគូនេះវាដេកហ្នឹងគាត់មកចាក់ហើយគាត់អត់ហ៊ានចាក់នៅក្នុងលំអនេះទេខ្លាចវាឬខ្លាំងបាទតែពេលដេកអញ្ចឹងគឺជាឱកាសល្អដើម្បីចាក់ថ្នាំទម្លាក់សត្វល្អិតបាទឥឡូវនេះវាចូលនៅក្នុងក្រោលបានមួយហើយអូឡើងចាក់ថ្នាំគេតល់ហ៎ហើយបងប្រុសខាងនេះគឺគាត់ស្រាយខ្សែបន្តទៀតហើយក្នុងមួយជើងគឺគាត់ដឹកបានតែ3ក្បាលអីទេសម្រាប់កូនគូនេះបាទឥឡូវនេះគឺទាញចុះក្បាលទៀតហើយបាទហើយបើគោនេះវិញគឺវាកើតកែមើលទៅវាអត់ទៅធាត់ទេបាទឥឡូវគឺវារត់ចូលទៅក្នុងក្រោលនោះហើយក្រុមការងាររបស់លោកពូហ៊ុតលៀងគឺគាត់ទាញវារឹតជាមួយឈើនេះដើម្បីធ្វើការចាក់ថ្នាំបាទបាទអញ្ចឹងគឺលោកពូលៀងគឺគាត់ចាក់ថ្នាំគោនេះរួចរាល់ហើយថ្នាំទម្លាក់សត្វល្អិតហើយពេលដែលចាក់ហើយគឺគាត់ប្រឡែងចូលទៅក្នុងនេះហើយបាទអញ្ចឹងតាំងពីព្រឹករហូតដល់ថ្ងៃនេះឃើញគាត់ដឹកយកមកដាក់នៅក្រោលនេះបានប្រហែលជាង10ក្បាលហើយសម្រាប់កូនគូល្អនៅក្នុងកសិដ្ឋានរបស់លោកពូលៀងហើយពួកកូនគោខាងនេះវិញគឺមុនហ្នឹងគឺអត់ទាន់បានចាក់ថ្នាំទេវាចុះពីលើរមាក់ចូលទៅក្នុងក្រោលតែម្ដងបាទអញ្ចឹងក្រុមការងារគឺគាត់យកវាទៅចាក់ថ្នាំបន្តទៀតព្រោះវាកើតកែច្រើនមែនតើនេះមើលខាងក្រោយវាគឺកែស៊ីអស់ហើយបាទយ៉ាក់ជាមកក្រុមបាទនេះគឺលោកពូលៀងគឺគាត់ចាក់ថ្នាំរួចហើយចំពោះកូនគោដែលទៅតែផ្ដាច់ដោះនេះមើលទៅភាគច្រើនគឺពណ៌ក្រហមបាទពណ៌សដូចជាមាន1 2ដូចជាមានតែ2ទេក្រៅហ្នឹងពណ៌ក្រហមហើយខាងនោះរាងក្រមៅបន្តិចបាទបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត